សំណួរទីម្លងសិលធម៌និងពលរដ្ឋនិងសេដ្ឋកិច្ចវិទ្យាអញ្ចឹងសំណួរទី1ការវិភាគមីក្រូសេដ្ឋកិច្ចជាចាំបាច់សម្រាប់ស្វែងយល់អំពីយុទ្ធការសំខាន់របស់គឺ A ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីសំណួរទី2ប្រសិទ្ធភាពនៃការសម្របសម្រួលនយោបាយសេដ្ឋកិច្ចស្ថិតនៅត្រង់គឺ C ជោគជ័យលើការអនុវត្តនយោបាយសេដ្ឋកិច្ចទី3គឺក្នុងសេដ្ឋកិច្ចទីផ្សារការចូលរួមអន្តរាគមន៍របស់រដ្ឋមានគោលដៅគឺជួយបំពេញចន្លោះប្រហោងទី4តើអ្វីទៅជាតើអ្វីតើហេតុអ្វីបានជាគេថាសម័យវិស័យពាណិជ្ជកម្មជាប់ការមន្ទិលសង្ស័យគឺការធ្វើនយោបាយពាណិជ្ជកម្មគិតតែផលប្រយោជន៍និងគ្មានសិលធម៌សំណួរទី4ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអ្នកធម្មជាតិធិបតេយ្យយកចិត្តទុកដាក់ទៅលើគឺដីជាប្រភេទនៃទ្រព្យសម្បត្តិតែមួយគត់សំណួរទី6តើក្រុមអ្នកសេដ្ឋកិច្ចតៃនិយមនឹងបានសិក្សាអ្វីសំខាន់ជាងគេអញ្ចឹងគឺកំណើនសេដ្ឋកិច្ចនិងសេរីភាពសេដ្ឋកិច្ចសំណួរទី7តើលោកកាល់ម៉ាស់បានធ្វើការសិក្សាទៅលើអ្វីខ្លាំងជាងគេនៅក្នុងទ្រឹស្ដីរបស់គាត់គឺការកេងប្រវ័ញ្ចលើតម្លៃការងារនយោជិកសំណួរទី8ការអន្តរាគមន៍របស់រដ្ឋបាលក្នុងវិស័យសេដ្ឋកិច្ចនាំឲ្យគឺប្រជាជនមានការងារពេញលេញនិងទទួលបានផលប្រកបទៅដោយសមធម៌សំណួរទី9សកម្មភាពទីផ្សាររួមមានគឺ A គឺរាល់សកម្មភាពរបស់បុគ្គលឬក៏អង្គភាពដែលមានការសម្របសម្រួលក៏រុះរាន់បំពេញរាល់ទំនាក់ទំនងដោះដូរដោយឆ្លងកាត់ការផលិតនិងបែងចែកផ្សព្វផ្សាយនិងការកាត់ថ្លៃទំនិញសេវាទី10សកម្មភាពទីផ្សារបឋមគឺសកម្មភាពសិក្សាស្រាវជ្រាវទីផ្សាររកឲ្យឃើញនិងកត់សម្គាល់ទំនាក់ទំនងតម្រូវការអតិថិជននិងផលប្រយោជន៍ផ្សេងដែលត្រូវបានបង្កើតឲ្យមានលើផលិតផលមួយ11គោលនយោបាយហិរញ្ញវត្ថុមានគោលដៅគឺ1រក្សាលំនឹងសេដ្ឋកិច្ចឲ្យមានដំណើរការផលិតកម្មពេញលេញនិងគ្មានអតិផរណាទី12សេដ្ឋកិច្ចសេវាកម្មយ៉ាងសំខាន់របស់ប្រព័ន្ធហិរញ្ញវត្ថុគឺមានដូចជារៀបចំមធ្យោបាយទូទាត់រកប្រភពធនធាននិងបែងចែកធនធានទី13ប្រព័ន្ធអត្រាប្តូរប្រាក់ថេរភាពយឺតត្រូវបានគេប្រើដើម្បីគឺមិនឲ្យអត្រាប្តូរប្រាក់ប្រែប្រួលទី14ការធ្វើពាណិជ្ជកម្មក្រៅប្រទេសធ្វើឲ្យប្រជាជននឹងគឺ D បង្កើនផលិតកម្មនៅក្នុងស្រុកទី15របបមាតាធិបតេយ្យសំដៅយកគឺស្ត្រីជាមាតានៃពិភពលោកទី16គ្រួសារមានសុភមង្គលដោយសារគឺស្រស់ស្រួលគ្នានិងមានចំណូលអាចទ្រទ្រង់ជីវិតបានអញ្ចឹងទី17នេះមនុស្សបាត់បង់សុខភាពផ្លូវចិត្តអញ្ចឹងចម្លើយកឯនឹងខបានន័យថាឲ្យតែព្យាបាលហើយនឹងគ្រួសារហ្នឹងដែលមានសមាជិកច្រើនអញ្ចឹងសំណួរទី18ដើមកំណត់អរិយធម៌ខ្មែរមកពីជនជាតិមូននិងខ្មែរបានន័យថាខ្មែរមូនជនជាតិខ្មែរមូនទី19កងកម្លាំងប្រដាប់អាវុធគឺកងកម្លាំងរបស់ប្រជាធិបតេយ្យអព្យាក្រឹតសំណួរទី20ការកើតមានសេចក្តីលោភលន់មោហៈទោសៈនិងនាំទៅរកសេចក្តីទុក្ខគឺបានន័យថាទ្រឹស្ដីរបស់ព្រះសមណគោតមសំណួរទី21អាកប្បកិរិយារបស់បុគ្គលម្នាក់មិនមានការទទួលរងនៅឥទ្ធិពលឬក៏បទបញ្ជាពីនរណាម្នាក់ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយគេហៅថាមនុស្សមានឯករាជ្យភាពសំណួរទី22នៅពេលនរណាម្នាក់មិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួនខ្ញុំនឹងបានន័យថាសួររកមូលហេតុសំណួរទី23ក្នុងចំណោមសាសនាខាងក្រោមតើសាសនាណាមានកំណើតមុនគេនៅលើពិភពលោកគឺព្រហ្មញ្ញសាសនាសំណួរទី24សាសនាដែលនាំឲ្យមនុស្សជឿជាក់លើខ្លួនឯងនិងជៀសវាងទៅលើអរូបីជាគឺពុទ្ធសាសនាសំណួរទី25សាសនាដែលនាំឲ្យមនុស្សជឿលើអាទិទេពហើយកំហុសគ្រប់យ៉ាងព្រះនឹងទទួលយកគឺគ្រិស្តសាសនា
សំណួរទី26ពុទ្ធសាសនាមានដើមកំណើតពីគឺមនុស្ស27សាសនាដែលយកធាតុទឹកធាតុភ្លើងធាតុខ្យល់និងធាតុដីមកបញ្យលអំពីភាវៈគឺពុទ្ធសាសនាទី28ទិសដីព្រះពុទ្ធដែលបានចែងថាការមិនបៀតបៀនការមិនប្រទុសរាយដល់អ្នកដទៃជាធ្វើគឺអំពើល្អតាមផ្លូវកាយទី29គ្រឹះសាសនាផ្អែកទៅលើគម្ពីរគឺប៊ីបអញ្ចឹងឯងគម្ពីរគ្រឹះសាសនាបាយបលទី30អ៊ីស្លាមសាសនាផ្អែកទៅលើគម្ពីរគឺកូអានទី31ព្រះពុទ្ធសាសនាផ្អែកទៅលើព្រះត្រៃបិដកទី32រតនត្រ័យរួមមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃទី33ព្រះពុទ្ធសាសនាមានដើមកំណើតពីតាំងពីគឺសតវត្សទី6មុនគ្រិស្តសករាជទី34ពិធីបុណ្យដែលរំលឹកដល់ការប្រសូតការត្រាស់ដឹងនិងការចូលបរិនិព្វានរបស់ព្រះពុទ្ធគឺពិធីបុណ្យពិសាខបូជាទី35ពុទ្ធសករាជកើតមុនគ្រិស្តសករាជចំនួនគឺ543ឆ្នាំសំណួរទី36គ្រិស្តសករាជកើតមុនពុទ្ធសករាជចំនួន543ឆ្នាំសំណួរទី37ព្រះពុទ្ធទ្រង់ប្រសូតមុនគ្រិស្តសករាជគឺ627ឆ្នាំ38គ្រិស្តសករាជត្រូវបានបង្កើតឡើងនៅពេលដែលព្រះយេស៊ូវទ្រង់ប្រសូត39ពុទ្ធសករាជត្រូវបានបង្កើតឡើងនៅពេលដែលព្រះពុទ្ធទ្រង់បរិនិព្វានទី40តើស្ថាប័នណាដែលបកស្រាយគម្ពីរព្រះត្រៃបិដកចឹងចម្លើយ C ពុទ្ធសាសនិកបណ្ឌិតសំណួរទី41និកាយហិនយានគោរពនិងប្រតិបត្តិតាមគឺពុទ្ធាវាទសំណួរទី42និកាយមហាយានគោរពនិងប្រតិបត្តិតាមគឺអចិរយវាទទី43ពិធីបុណ្យកឋិនទានមានរយៈពេល29ថ្ងៃទី44ការបួសជាព្រះសង្ឃក្នុងវិស័យពុទ្ធសាសនាត្រូវគឺពិធីសិក្សាគម្ពីរព្រះត្រៃបិដកទី45សារធាតុញៀនដែលផ្ទុកសារធាតុខ្លាំងហើយអាចបណ្ដាលឲ្យកើតជំងឺមហារីកគឺបារីសំណួរទី46សិទ្ធិរបស់ពលរដ្ឋខាងនយោបាយគឺចូលជាសមាជិកសមាគមសំណួរទី47សិទ្ធិរបស់ពលរដ្ឋខាងសេដ្ឋកិច្ចគឺសិទ្ធិរបស់ពលរដ្ឋខាងសេដ្ឋកិច្ចទិញសម្រាប់របស់អញ្ចឹងមានន័យថាការដាក់ពីបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចចំពោះក្រុមហ៊ុនដែលរំលោភដីយកដីនេះគេមានចម្លើយអញ្ចឹងសំណួរទី48សិទ្ធិរបស់ពលរដ្ឋខាងវប្បធម៌គឺឆ្លាក់រូបបដិមាសិទ្ធិទី49សិទ្ធិរបស់ប្រជាពលរដ្ឋខាងសង្គមគិច្ចគឺការកសាងសាលារៀនទី50ប្រជាពលរដ្ឋទាំងពីរភេទអាយុប៉ុន្មានទើបមានសិទ្ធិចូលឈ្មោះបោះឆ្នោតគឺអាយុទើបមានឈ្មោះបោះឆ្នោតធ្វើតំណាងរាស្ត្រអញ្ចឹងចាប់ពី25ឆ្នាំទៅទី51ចំណេះដឹងដែលគ្មានលំដាប់គ្មានទំនាក់ទំនងគ្មានការពិចារណាហៅថាពុទ្ធិសាមញ្ញទី52ពុទ្ធិដំបូងកើតចេញពីចំណាប់ផ្ទាល់រងហាស់គ្មានការពិចារណាគឺពុទ្ធិអភតរញាណទី53ខ្ញុំដឹងថាផ្លែឈើទុំដោយសារតែខ្ញុំវិនិច្ឆ័យតាមបំណក់ចម្លើយ B អភ័ន្តរញាណឥន្ទ្រីទី54ខ្ញុំដឹងថ្ងៃខែឆ្នាំកំណើតដោយសារម្ដាយខ្ញុំប្រាប់អញ្ចឹងគឺពុទ្ធិសាមញ្ញទី55ខ្ញុំដឹងទឹកផ្សំពីសមាសធាតុអុកស៊ីសែននិងអូដ្រូសែនគឺពុទ្ធិសង្ឃទី56នៅពេលដែលប៉ូលីសចាប់ខ្លួននរណាម្នាក់អ្នកត្រូវគឺសុំមើលដីកាទី57តើអ្នកណាជាអ្នកសម្រេចចេញដីកាចាប់ខ្លួនឬក៏ឃុំជនល្មើសគឺចៅក្រមស៊ើបសួរទី58នរណាដែលប្រព្រឹត្តអំពើអ្វីមួយហើយធ្វើឲ្យអ្នកដំណើរក៏មានរបួសស្នាមជននោះត្រូវជាប់ចោទគឺផ្នែកព្រហ្មទណ្ឌទី59ជនណាដែលប្រព្រឹត្តអំពើអ្វីមួយឲ្យបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជននោះនឹងត្រូវចូលនៅក្នុងផ្នែករដ្ឋប្រវេណីទី60បណ្ដឹងដែលតកតងទៅនឹងសិទ្ធិឯកជនឬក៏បណ្ដឹងឲ្យមានទាមទារការជួសជុលសម្ភារៈនិងសំណងជំនឿចិត្តគឺបណ្ដឹងផ្នែករដ្ឋប្រវេណីទី61
តម្លៃរបស់មនុស្សអាស្រ័យទៅលើកម្មផលគឺជាទ្រឹស្ដីរបស់ពួកប្រពៃណីនិយមទី62ការលើកសរសើរឬក៏ដាក់ទណ្ឌកម្មនរណាម្នាក់ដោយមានការត្រួតពិនិត្យវិភាគវិនិច្ឆ័យរកហេតុផលច្បាស់លាស់ជាវិបាកវិនិច្ឆ័យផ្នែកគឺសិលវិជ្ជាទី63ការលើកសរសើរឬក៏ការដាក់ទណ្ឌកម្មនរណាម្នាក់តាមរយៈការអប់រំផ្នែកក្រមសីលធម៌វិជ្ជាជីវៈវិបាកវិនិច្ឆ័យផ្នែកគឺបច្ចុប្បន្នមិនទៅបច្ចុប្បន្នដឹងដែរជាងទី64ការលើកសរសើរឬក៏ដាក់ទណ្ឌកម្មនរណាម្នាក់តាមរយៈការបំភ័យការគំរាមកំហែងអ្នកដទៃឲ្យធ្វើត្រាប់តាមជាវិបាកវិនិច្ឆ័យផ្នែកនីតិសាស្ត្រសំណួរទី65ជនដែលមានពុទ្ធិសកលសមត្ថភាពបរិបូរណ៍ពោពេញទៅដោយគុណធម៌ហើយសុភវិនិច្ឆ័យច្បាស់លាស់ជននោះគេចាត់ទុកថាបណ្ឌិត66ជនដែលជាប់ចោទតុលាការបានសម្រេចដាក់ពន្ធនាគារតាមរយៈសាលក្រមជាស្ថាពរជននោះគេចាត់ទុកជាបណ្ឌិតទី67អ្នកញុះញង់អ្នកជួយទំនុកបំរុងអ្នកផ្ដល់មធ្យោបាយឬក៏ជួយសម្រួលបទល្មើសជននោះគេចាត់ទុកថាជាអ្នកផ្សំគំនិតទី68មនុស្សដែលដឹងខុសត្រូវស្គាល់ល្អអាក្រក់ហើយប្រព្រឹត្តតែអំពើល្អតែខ្លួននៅក្រោមបង្គាប់គេជននោះគេចាត់ទុកជាមនុស្សគឺញៀនមិនគ្រប់គ្រាន់ចប់